Bristol នៅក្នុងឆ្នាំ2010ចាហើយបន្ទាប់មកគឺស្នាដៃនៃការថតនោះគឺមានដូចជាបានថតរឿងចំនួនដូចជាបាន5រឿងដែរហើយភាគច្រើនគឺ sport មាន sport ប៊ីឡាញមាន sport ភេទជ្ជៈជាច្រើនមុខអភិសេកបងប្អូនប្រជាជនយើងជាភាសាចាស់ចាស់គាត់អង្គុយអាញញឹមគាត់អាញញឹមគាត់សប្បាយចិត្តដោយសារអីគាត់នឹកឃើញការគាត់ទស្សវត្សទី60ណាបងប្អូននេះគឺជាម៉ូតូគេហៅថា Vespa បងប្អូនណាជំនាន់នឹងអ្នកដែលមានម៉ូតូអីចឹងគឺសត្វតាអ្នកមានអ្នកទូធាហើយចាបងប្អូនចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចានេះខ្ញុំម៉ានីតាចាថ្ងៃនេះនាងខ្ញុំមានអារម្មណ៍ថាសប្បាយរំភើបរីករាយចាព្រោះដោយសារសិល្បករសិល្បករនេះទាំងអស់គ្នាគឺបានមកចូលរួមសម្ដែងបងប្អូនណាជា show ជាលក្ខណៈបែបបង្ហាញនៅវប្បធម៌ប្រពៃណីខ្មែររបស់យើងចាចាស្ដែងដូចឥឡូវនេះនាងខ្ញុំកំពុងតែឈរនៅលើឆាកនេះបងប្អូនណាចាតន្ត្រីសម័យ1960ចាគឺថានៅតំបន់មនីហារតីនេះគឺមានការបង្ហាញវប្បធម៌ខ្មែរយើងពីសម័យកាលទសវត្សរ៍ទី60បងប្អូនណាចាគឺមានការរាំច្រៀងសំជាពិសេសណាបងប្អូនណាសម្លៀកបំពាក់ចាគឺលក្ខណៈបែបទសវត្សរ៍ទី60ហើយក៏ដូចជាមានកង់ម៉ូតូស៊ីក្លូទូឲ្យបែបចំនួន60ចាអញ្ចឹងគឺមានការរំភើបចាដោយសារអីគឺនាងខ្ញុំមានអារម្មណ៍ថានាងខ្ញុំកំពុងតែនៅក្នុងទសវត្សរ៍ទី60នាងខ្ញុំអត់បាននៅក្នុងសតវត្សរ៍នោះទេប៉ុន្តែមានអារម្មណ៍ថាបងប្អូនរំភើបខ្លាំងមែនទែនហើយប្រជាជនដែលគាត់មកចូលរួមនៅទីនេះគាត់មានការសរសើរជាខ្លាំងទៅដល់សយកកចាក៏ដូចជាបងប្អូនដូចជាខាងថ្នាក់លើដែលគាត់បានរៀបចំនៅកម្មវិធីសម័យទសវត្សរ៍ទី60នេះគឺគាត់សប្បាយគាត់រំភើបចាព្រោះនាងខ្ញុំបានដើរជួបពួកគាត់ដល់ពីម្សិលមិញដែរអញ្ចឹងណាចាហើយក៏ដូចជាមានការបង្ហាញនៅជាគេខ្មែរក៏ដូចជាសម្ដែងរបៀបម៉ាក់ធើឬក៏រឿងអីផ្សេងពីដើមអញ្ចឹងបងប្អូនណាចាអញ្ចឹងឥឡូវបងប្អូនថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅជួបនៅតារាពីរដួងដែលគាត់គឺជាតារាល្បីនៅក្នុងប្រទេសកម្ពុជាយើងដែរអញ្ចឹងចាំបងប្អូនអញ្ចឹងទៅជួបជាមួយគាត់ចង់ដឹងពីអារម្មណ៍របស់គាត់តើគាត់រីករាយសប្បាយចិត្តណាស់អញ្ចឹងទៅជួបជាមួយនឹងខ្ញុំទាំងអស់គ្នាតោះចាជំរាបសួរពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចាឥឡូវនេះនេះខ្ញុំកំពុងតែស្ថិតនៅខេត្តសៀមរាបចាគឺមានការធ្វើដំណើរតាំងពីថ្ងៃទី12ចាឥឡូវនេះក៏ជួបជាមួយនឹងចាគឺកញ្ញាប៊ុនលក្ខិណាចាដែលគាត់បងប្អូនបានស្គាល់ណាគាត់គឺជា Miss Grand 2023បងប្អូនណាគឺជាម៉ែគ្រូប្រចាំខេត្តត្បូងឃ្មុំចាឥឡូវជួបជាមួយនឹងស្រីស្អាតតោះអូនចាជំរាបសួរសុខសប្បាយអត់ស្រីស្អាតសប្បាយបងចាឥឡូវនេះសូមជួបសួរប្រវត្តិបន្តិចចាអូនអត់ឈ្មោះគេប៉ាត់ប្រកាសចាសម្រាប់អូនមានឈ្មោះប៊ុនលក្ខណាចាចុះហៅក្រៅលក្ខណាកន្លងមកគេហៅតែម៉ែគ្រូឯងស្គាល់គឺល្បីខ្លាំងម៉ែគ្រូចាអញ្ចឹងចង់និយាយថាថ្ងៃនេះបងរវល់នឹងការងារសិល្បៈអត់ដោយសារមួយរយៈនេះគឺមមាញឹកដែរប៉ុន្តែមមាញឹកក្នុងចិត្តរដូវបុណ្យទានយើងជាទូទៅធម្មតាគឺបងរវល់នឹងជាមួយនឹងការងារផ្ទាល់ខ្លួនចាអូនបើវិសនីខ្លួនឯងណាវិសនីខ្លួនឯងខ្លះហើយនឹងធ្វើការឲ្យគេខ្លះអូនិយាយទៅគាត់ស្អាតហើយឆ្លាតហើយបកាទៀតបងប្អូនណាចាអញ្ចឹងចង់សួរទេអូនចូលសិល្បៈតាំងពីឆ្នាំណាបើនិយាយពីសាច់ចូលសិល្បៈហ្មងគឺតាំងពីឆ្នាំ2010យូរដែរ2010អញ្ចឹងអត់មានស្នាដៃអីខ្លះពីឆ្នាំ2010គឺខ្ញុំបានប្រកួតកម្មវិធីមួយគឺយើងអាចនិយាយឈ្មោះបានណាបងណាចាគឺកម្មវិធីកញ្ញា Bristol នៅក្នុងឆ្នាំ2010ចាហើយបន្ទាប់មកគឺស្នាដៃនៃការថតនោះគឺមានដូចជាបានថតរឿងចំនួនដូចជាបាន5រឿងដែរហើយភាគច្រើនគឺ sport មាន sport ប៊ីឡាញមាន sport ភេទជ្ជៈជាច្រើនមុខចាក៏មានស្នាដៃជាច្រើនចាហើយមានថត MV ដែរថ្មីកាលពីឆ្នាំ2023គឺបានថត MV ឲ្យបងមានសុខភាពមួយដែរចាអូមែនទេអ្នកដែលធ្លាប់ស្ដាប់បទបង្វែងស្នេហ៍ឃើញតួស្រីដែលកំសត់ជាងគេអូខេអញ្ចឹងឥឡូវសួរពីអារម្មណ៍វិញដែលយើងបានមកចូលរួមនៅសង្ក្រាន្តនៅសៀមរាបនេះអញ្ចឹងអត់មានអារម្មណ៍មិនដែរសម្រាប់បងអូនផ្ទាល់គឺសង្ក្រាន្តនៅខាងខេត្តសៀមរាបនេះគឺជាលើកទី1សម្រាប់បងអូនដែលបងអូនបានចូលរួមជាមួយនឹងខាងសមាគមហើយក៏មានអារម្មណ៍ថាសប្បាយចិត្តហើយជាពិសេសនោះគឺយើងបានចូលរួមចំណែកចាចែករំលែកក៏ដូចជាចូលរួមในសកម្មភាពនៃសង្គមជាតិរបស់ខ្មែរយើងចាចូលរួមបង្ហាញចាចូលជាមួយនឹងខាងក្រសួងគឺយើងចាក្រសួងវប្បធម៌ចាជាមួយនឹងខាងសសយកដែរហើយជាពិសេសនោះគឺយើងបានបង្ហាញនៅទម្រង់បែបបទរបស់ខ្មែរយើងជាពិសេសនោះគឺសម័យកាលទសវត្សរ៍ទី60តែម្ដងហើយពួកយើងគឺស្ថិតនៅតំបន់មនីហារតីផ្ទាល់តែម្ដងអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលអញ្ជើញមកលេងកម្សាន្តនៅខាងខេត្តសៀមរាបកុំភ្លេចចូលមកស្តង់នៅតំបន់មនីហារតីគឺចូលមកឆាកតន្ត្រីទសវត្សរ៍ទី60ចាគឺបានជួបនាងខ្ញុំនិងសិល្បករជាច្រើនរូបល្បីៗនៅក្នុងប្រទេសកម្ពុជាយើងតែម្ដង
ចាក្បោះក្បាយល្អចាអញ្ចឹងដូចកញ្ញាលក្ខណៈក៏បានប្រាប់ហើយចាបងប្អូនគឺថា3ថ្ងៃនេះណានៅខេត្តសៀមរាបគឺថាអស្ចារ្យមែនតើព្រោះមិនមែនតែសិល្បករយើងនៅទីនេះទេចានៅខាងអង្គរតូចឬក៏នៅកន្លែងផ្សេងៗគឺមានសិល្បៈយកជាច្រើនឲ្យគាត់ចូលរួមលក្ខណៈបង្ហាញជាលក្ខណៈប្រពៃណីខ្មែរយើងក៏ដូចជាទស្សវត្សទី60ក៏ដូចជាពាក់អាវជាបុរាណនិយាយទៅគ្រប់ទម្រង់បងប្អូនណាក៏មានការសប្បាយមានការរំភើបចិត្តជាខ្លាំងចាបានចូលរួមក្នុងការលើកស្ទួយនៅវប្បធម៌ជាតិខ្មែររបស់យើងចាអញ្ចឹងអរគុណដល់អូនលក្ខណៈច្រើនមែនតើអញ្ចឹងជាចុងក្រោយមានអីប្រើផ្ដាំទៅដល់បងប្អូនយើងទេចាជាចុងក្រោយនាងខ្ញុំសូមសំណូមពរទៅដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងក្រៅស្រុកសូមមេត្តាប្រយ័ត្នប្រយែងនៅក្នុងការធ្វើដំណើរមិនថាទីជិតឬទីឆ្ងាយទេសូមប្រកបដោយសុខសុវត្ថិភាពប្រសិនបើបងប្អូនជិះម៉ូតូកុំភ្លេចពាក់មួកនៅការពារសុវត្ថិភាពប្រសិនបើបងប្អូនបើកបរកុំភ្លេចពាក់នៅខ្សែក្រវ៉ាត់ហើយសូមជៀសឆ្ងាយពីគ្រឿងញៀនល្អមែនតើចាសារនេះគឺល្អខ្លាំងចាអញ្ចឹងអរគុណលក្ខច្រើនណាចាជូនពរឆ្នាំថ្មីក៏ដូចជាការងារសម័យជោគជ័យនិងសម្រាប់កាន់តែស្អាតអរគុណច្រើនជួបគ្នាឱកាសក្រោយអូនចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ចារីករាយឱកាសចូលឆ្នាំថ្មីចាថ្ងៃនេះថ្ងៃទី16ហើយក៏ជាថ្ងៃចូលឆ្នាំថ្មីថ្ងៃទី3ផងដែរចាអញ្ចឹងឥឡូវថ្ងៃនេះចានាំបងប្អូនមកជួបនឹងកញ្ញាដ៏ស្រស់ស្អាតមួយដួងចាដែលគាត់ល្បីល្បាញក្នុងវិស័យសិល្បៈដែរចាអញ្ចឹងសូមជំរាបជូនឈ្មោះទៅដល់ប្រជាជនបងប្អូនយើងចាជំរាបសួរនាងខ្ញុំតានីអារយ៉ាគឺជាតារាសម្ដែងផងដែរចាហើយថ្ងៃនេះគឺជាថ្ងៃទី3នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងចាហើយនាងខ្ញុំក៏បានចូលរួមនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តនៅក្នុងខេត្តសៀមរាបហើយអ្វីដែលកាន់តែពិសេសនោះគឺនាងខ្ញុំបានចូលរួមជាមួយនឹងខាងក្រសួងវប្បធម៌ដើម្បីមកសម្ដែងនៅក្នុងទស្សវត្សទី60ផងដែរហើយអ្វីដែលសំខាន់នៅក្នុងកម្មវិធីនេះគឺមានផ្សាយនៅទស្សនីយភាពជាច្រើនផ្ទាំងផងដែរអញ្ចឹងចង់សំណូមពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួយគាំទ្រសិល្បៈខ្មែរយើងទាំងអស់គ្នាចានៅក្នុងរយៈពេល3ថ្ងៃនេះបង្ហាញជាលក្ខណៈវប្បធម៌ខ្មែរយើងមានអីខ្លះនិយាយរួមទៅគឺមានច្រើនមែនតើដោយនិយាយរួមទៅនៅក្នុងខេត្តសៀមរាបនេះគឺមានការសម្ដែងជាច្រើនតំបន់ដែលមាននៅកន្លែងប្រាសាទអង្គរតូចហើយនៅអង្គរខ្ជុងយូនិងតំបន់សូនហាតីនេះគឺមានការសម្ដែងចូលជាទស្សវត្សទី60សម័យកាលហ្នឹងអញ្ចឹងមានការរាំច្រៀងនិងបង្ហាញជាសម្លៀកបំពាក់ហើយក៏មានបង្ហាញជាឧបករណ៍ប្រើប្រាស់ដូចជាឡានម៉ូតូនៅក្នុងសម័យនោះឧបករណ៍ជាច្រើនទៀតហ្នឹងហើយចាចាអញ្ចឹងតិចទៀតខ្ញុំនឹងទៅថតជូនបងប្អូនតើនឹងមានទស្សនវិជ្ជាបែបណាខ្លះអញ្ចឹងណាដោយកញ្ញារៀបរាប់choបងប្អូនគឺក្រុមសិល្បករយើងទាំងអស់គ្នាមានការសប្បាយចិត្តរីករាយដោយសារអីគឺយើងបានបង្ហាញនៅសម្លៀកបំពាក់ចំនួនទស្សវត្សទី60ទោះបីថាពួកខ្ញុំអាចបានតន់សម័យនោះមែនប៉ុន្តែនៅពេលដែលខ្ញុំឃើញឬក៏ស្លៀកពាក់ខ្ញុំមានអារម្មណ៍ថាយើងកំពុងតែនៅទស្សនវិជ្ជាបែបហ្នឹងអញ្ចឹងណាហើយពិសេសបងប្អូនប្រជាជនយើងជាភាសាចាស់គាត់អង្គុយអាញឹមគាត់អាញឹមគាត់សប្បាយចិត្តដោយសារអីគាត់នឹកឃើញការគាត់ទស្សវត្សទី60ចាចាស់ខ្លះគាត់ថាអូយគាត់សប្បាយរីករាយមែនតើបានឃើញទស្សនវិជ្ជាអញ្ចឹងហើយគាត់ទៅសារដល់អ្នករៀបចំកម្មវិធីដែលបានរៀបចំបានទស្សវត្សទី60ចាហ្នឹងហើយមានសម្ដែងយ៉ាងខ្លះទៀតអូននៅក្នុងនោះក៏មានការសម្ដែងជាល្ខោនយីកេជាចបៃដងវែងនិយាយរួមទៅគឺមានបទចម្រៀងពីសម័យមុនជាច្រើនមែនតើនិយាយទៅច្រើនខ្លាំងដូចថានៅក្នុងនោះគឺមានគ្រប់ទាំងទស្សនីយភាពទាំងអស់ចាអញ្ចឹងជំរាបជូនដល់បងប្អូនប្រជាជនទាំងអស់ដែលនៅខេត្តសៀមរាបដែរចាគឺថា3ថ្ងៃនៅក្នុងខេត្តសៀមរាបនេះមានកន្លែងជាច្រើនដែលយើងប្រពៃនៅពិធីជាពិសេសគឺបង្ហាញនៅវប្បធម៌ខ្មែររបស់យើងចាគឺថាមានអារម្មណ៍រំភើបហើយសប្បាយចិត្តមែនតើចាអញ្ចឹងជាចុងក្រោយអូនមានប្រាប់ដាំទៅដល់ប្រជាពលរដ្ឋយើងទេចាជាចុងក្រោយនាងខ្ញុំក៏មានតែផ្ដាំទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួយគាំទ្រវប្បធម៌ជាតិរបស់យើងគ្រប់គ្នាឲ្យបានច្រើនហើយជាពិសេសជួយលើកទឹកចិត្តទៅដល់សិល្បករសិល្បករនីទាំងអស់ដែលចូលរួមសម្ដែងនៅក្នុងកម្មវិធីបុណ្យនានាជាច្រើនទៀតហើយក៏សូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះក៏សូមឲ្យគ្រប់គ្នាធ្វើដំណើរទីចិត្តទីឆ្ងាយឬមួយក៏ធ្វើដំណើរទៅកាន់ស្រុកកំណើតទីកន្លែងកំសាន្តផ្សេងៗសូមឲ្យជួបតែសុខសុវត្ថិភាពសំណាងល្អហើយក៏សុខភាពល្អគ្រប់គ្នាទទួលទានមានបានជោគជ័យគ្រប់ទីកន្លែងផងដែរចាអរគុណចាអញ្ចឹងយើងខ្ញុំតាពីសូមគោរពលាអរគុណបងប្អូនចាបងប្អូនក្នុងនាមខ្ញុំជាសិល្បករមួយរូបនេះខ្ញុំមានអារម្មណ៍រំភើបសប្បាយចិត្តខ្លាំងមែនតើចាដោយសារគឺនេះបងប្អូននេះជាស្ដាយបងប្អូនទៅមើលជាមួយនាងខ្ញុំតើគឺរំភើបខ្លាំងបងប្អូនតោះចាបងប្អូនគឺជាកន្លែងថតហើយប្រសវត្សទី60អូនណាចាពួកគាត់កំពុងតែថតគឺបើកឲ្យប្រជាជនយើងថតបានមែនទេបងចា free នេះបងបែបទស្សវត្សទី60អីអញ្ចឹងណាអញ្ចឹងខ្ញុំអាចថតបានមែនទេចាអញ្ចឹងខ្ញុំសូមព្រឹកណាចាបងប្អូននេះចាំមើលបងប្អូនឃើញនេះគឺមានអ្នកស្រីប៉ែនរ៉នសិនជីសមុទ្រក៏ដូចជានេះរូបនេះខ្ញុំធ្លាប់ថតហើយបងប្អូននេះចាអញ្ចឹងខ្ញុំថតណាចានេះបងប្អូនអញ្ចឹងខ្ញុំថតចាំមើលតាមមុខខ្ញុំដូចគាត់អត់
ចាចាចាំប្រចាំទៅចាបងប្អូនខ្ញុំបងប្អូនឃើញនេះស្គាល់អត់នេះខ្ញុំនេះចាអូខេចាអញ្ចឹងយើងទៅជួបគ្នាជាមួយនឹងស៊ីក្លូក៏ដូចជាមានឧបករណ៍ផ្សេងៗពីជំនាន់ទសវត្សទី60ចាអញ្ចឹងតិចតែខ្ញុំយករូបបាននេះអញ្ចឹងទៅមើលឧបករណ៍ថតបងប្អូនណាចានេះបងប្អូនអញ្ចឹងការពីសម័យទសវត្សទី60គឺបងប្អូននេះណាគេថតបែបអញ្ចឹងព្រោះការហ្នឹងការថតកុនអត់មានថតហើយមានដូចជំនាន់ឥឡូវទេបងប្អូនណាតែថតខុសគឺថតភាសាទៀតថតខុសថតភាសាទៀតអត់មានជំនាន់ឥឡូវស្រួលទេបងប្អូននេះបងប្អូននេះបងប្អូននេះចាចាការហ្នឹងកុនណាបងប្អូនណាចាបែបទសវត្សទី60នេះបងប្អូននេះចាចាអញ្ចឹងយើងទៅមើលតទៀតចានេះគេថតស្លឹកបងប្អូនណាថតស្លឹកចានេះនេះបងប្អូនចាសិតតែទសវត្សទី60ទាំងអស់នេះបងប្អូននេះអញ្ចឹងបងប្អូនអ្នកដែលគាត់អត់ដែរឃើញចាអញ្ចឹងគាត់អាចមកមើលទស្សនានៅវីដេអូនេះបងប្អូននឹងស្គាល់ពីទសវត្សទី60ចាចាបងប្អូននេះសុំទៅមើលអង់គ្លេសលេខទីបងប្អូនណាចាចាចឹងម៉ាស៊ីននេះគេហៅថាម៉ាស៊ីនអង់គ្លេសលេខកាលហ្នឹងគេអត់មានវាយមានកុំព្យូទ័រមាន laptop មានដូចយើងទៅគឺវាយយ៉ាងនេះតែម្ដងបងប្អូនណាចាម៉ាក់ប៉ាខ្ញុំគាត់ជំនាញវាយយ៉ាងនេះមែនតើគាត់អត់មើលអក្សរទេគឺដៃគាត់វាយយកតែម្ដងអញ្ចឹងបងប្អូនណាចាហើយនេះទូបងប្អូនចាម៉ាស៊ីនដេចាចាបងប្អូននេះចិញ្ចែងបងប្អូនចាចិញ្ចែងចាបងប្អូននេះគឺជាម៉ូតូគេហៅថា Vespa បងប្អូនណាជំនាន់ហ្នឹងអ្នកដែលមានម៉ូតូអីចឹងគឺសត្វតែអ្នកមានអ្នកទូធាហើយចាបងប្អូនស្អាតទេបងប្អូននេះចាជំនាន់នេះក៏នៅតែគេនិយមជិះចាក៏នៅតែតនសម័យណាសម្រាប់សម័យកាលនេះបងប្អូនចានេះហើយស៊ីក្លូបងប្អូនចាកាលខ្ញុំអាយុក្មេងខ្ញុំនៅអាយុ5 6ឆ្នាំខ្ញុំកើតមកដឹងក្តីគឺខ្ញុំតនស៊ីក្លូជំនាន់ហ្នឹងគឺជិះតែស៊ីក្លូទេបងប្អូនណាចាមានស៊ីក្លូមានកង់ដប់អីចឹងម៉ូតូដប់អីចឹងទៅចាបងប្អូនណានឹកឃើញការខ្ញុំពីក្មេងម៉ាក់នាំជិះស៊ីក្លូដើរលេងនៅមុខវាំងមិនមានអីគ្រាទេអញ្ចឹងបងប្អូនណាចានេះនៅកណ្ដូលសាវរីមែនតើហើយខាន់ជិះស៊ីក្លូចូល20ឆ្នាំជាងហើយចាបងប្អូនចាចាបងប្អូននេះគឺជាឡានចំនួនទសវត្សទី60ណាបងប្អូននេះចាហើយនេះ stop បងប្អូន stop អីហ៎ចានេះបងប្អូនណាអញ្ចឹងចង់និយាយថាទោះបីជាសម័យកាលនេះ2025ក៏ដោយប៉ុន្តែគេនៅតែអភិរក្សចារបស់ពីជំនាន់ដើមដូចជាម៉ូតូឡាននេះគឺគេនៅតែជិះរាល់ថ្ងៃអញ្ចឹងបងប្អូនណាចាបងប្អូនអញ្ចឹងសម្រាប់ទសវត្សទី60នាងខ្ញុំបានបង្ហាញជូនបងប្អូនហើយសម្រាប់បងប្អូនដែលអត់ទាន់សម័យហ្នឹងឬក៏ស្គាល់ចាំបងប្អូនអាចតាមដានវីដេអូនេះបងប្អូននឹងសម័យបិទភ្នែកទៅដល់ទសវត្សទី60ចាអញ្ចឹងអរគុណជំរាបលាបងប្អូនចាអរគុណសម្រាប់ការតាមដានវីដេអូនេះក៏ដូចជារាល់វីដេអូ Channel YouTube របស់នាងខ្ញុំអនតា Film Cambodia ចាជូនពរបងប្អូនក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរកំពុងឆ្នាំថ្មីចាជូនពរដល់បងប្អូនប្រជាជនខ្មែរយើងទាំងអស់នៅក្រៅស្រុកក៏ដូចជានៅក្នុងស្រុកសូមជួបតែសុខភាពល្អទទួលទានមានបានក៏ដូចជាតែទីចិត្តឆ្ងាយសូមឲ្យជួបតែសេចក្តីសុខនិងសុវត្ថិភាពគ្រប់ទីកន្លែងទាំងអស់ចាអរគុណជម្រាបលា